វេទិកាជាតិអេកូទេសចរឆ្នាំ2025ប្រារព្ធនៅខេត្តសៀមរាបផ្ដល់ឱកាសដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់លើកអំពីលទ្ធផលការងារបញ្ហាប្រឈមពិភាក្សានិងចូលរួមទាំងអស់គ្នាវេទិកាថ្នាក់ជាតិលើកទី4នេះប្រព្រឹត្តទៅនៅថ្ងៃទី24ដល់ថ្ងៃទី25ខែវិច្ឆិកាឆ្នាំ2025នៅខេត្តសៀមរាបដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់ស្ថាប័នពាក់ព័ន្ធគណៈអភិបាលរាជធានីខេត្តក្រសួងទេសចរក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក្រសួងបរិស្ថាននិងរដ្ឋបាលខេត្តសៀមរាបតំណាងសហគមន៍ទេសចរនិងអេកូទេសចរទូទាំងប្រទេសព្រមទាំងដៃគូពាក់ព័ន្ធផ្នែកឯកជនប្រតិបត្តិការទេសចរនិងភាគីពាក់ព័ន្ធនានាសរុបប្រមាណជា600នាក់គោលបំណងនៃការរៀបចំវេទិកាអេកូទេសចរមិនត្រឹមតែជាការផ្ដល់ឱកាសនៃការជួបជុំប៉ុណ្ណោះទេប៉ុន្តែគឺជាការជួបជុំគ្រប់ភាគីពាក់ព័ន្ធទាំងអស់លើកឡើងអំពីលទ្ធផលការងារបញ្ហាប្រឈមនិងពិភាក្សាគ្នានិងឆ្លុះបញ្ចាំងពីស្មារតីចែករំលែកចូលរួមនិងទទួលខុសត្រូវទាំងអស់គ្នាលើការងារអេកូទេសចរនិងសហគមន៍ទេសចរអាយដាមប្រាក់សុភ័ណ្ឌមានប្រសាសន៍ថាខេត្តសៀមរាបជាពរទេសចរមួយដ៏សំខាន់របស់ព្រះរាជាណាចក្រកម្ពុជាដែលមានប្រាសាទអង្គរវត្តជាសម្បត្តិបេតិកភណ្ឌពិភពលោកនិងមានតំបន់ទេសភាពធម្មជាតិអេកូទេសចរជាច្រើនកន្លែងសម្រាប់ភ្ញៀវទេសចរចូលមកទស្សនាកម្សាន្តបច្ចុប្បន្ននេះអេកូទេសចរបាននឹងកំពុងមានភាពទាក់ទាញយ៉ាងខ្លាំងសម្រាប់បងប្អូនភ្ញៀវទេសចរក្នុងស្រុកនិងក្រៅស្រុករួមមានតំបន់ឧទ្យានជាតិភ្នំគូលែនតំបន់បឹងទន្លេសាបនិងសហគមន៍ទេសចរជាច្រើនទៀតនៅតាមបណ្ដាក្រុងស្រុកនិងភូមិសាស្ត្រខេត្តសៀមរាបអាយដាមអភិបាលខេត្តបន្ថែមថាតាមរយៈវេទិកាជាតិអេកូទេសចរឆ្នាំ2025នេះសង្ឃឹមថាបងប្អូននឹងទទួលបានធាតុចូលសំខាន់ៗបន្ថែមទៀតដើម្បីការអភិវឌ្ឍសមត្ថភាពខ្លួនឲ្យកាន់តែរីកចម្រើននិងយកទៅប្រើប្រាស់សម្រាប់កិច្ចអភិវឌ្ឍវិស័យទេសចរឲ្យកាន់តែរីកចម្រើននិងយកទៅប្រើប្រាស់សម្រាប់កិច្ចអភិវឌ្ឍវិស័យទេសចរឲ្យកាន់តែរីកចម្រើនឥតឈប់ឈរក្នុងសម័យកាលបច្ចេកវិទ្យាទំនើបដែលទាំងនេះពិតជាបានចូលរួមចំណែកយ៉ាងសំខាន់សម្រាប់ធ្វើឲ្យវិស័យទេសចរក្នុងប្រទេសកម្ពុជាយើងរីកលូតលាស់ទៅមុខទាំងលើឆាកជាតិនិងអន្តរជាតិអាយដាមដិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងជាអនុប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រងនិងអភិវឌ្ឍសហគមន៍ទេសចរនិងអេកូទេសចរមានប្រសាសន៍ថាការជំរុញឲ្យមានវិបត្តិកម្មនៅក្នុងវិស័យកសិកម្មក៏ជាការរួមចំណែកមួយដ៏ធំនៅក្នុងការទាក់ទាញនៅទេសចរចំណែកការងារធ្វើកសិកម្មយើងមិនត្រូវរំពឹងតែលើការនាំចេញតែមួយមុខប៉ុណ្ណោះទេប៉ុន្តែត្រូវការបង្កើតឲ្យមានផលិតផលផ្សេងៗក្នុងវិស័យកសិកម្មសម្រាប់អ្នកទេសចរគឺជាអ្នកនាំចេញនៅនឹងកន្លែងដ៏មានប្រសិទ្ធភាពផងដែរអាយដាមហួតហៈរដ្ឋមន្ត្រីក្រសួងទេសចរនិងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍសហគមន៍ទេសចរនិងអេកូទេសចរមានប្រសាសន៍ថាកម្ពុជាមានតំបន់អេកូទេសចរចំនួន130កន្លែងនៅទូទាំងប្រទេសនិងសម្បូរទៅដោយសក្តានុពលធម្មជាតិរាប់ចាប់ពីតំបន់ឆ្នេរសមុទ្រដែលជាសមាជិកក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោកតំបន់ជួរភ្នំក្រវាញរួមបញ្ចូលទាំងតំបន់អរ៉ែងតំបន់បឹងទន្លេសាបនិងតំបន់ភូមិភាគឦសានដែលមានសត្វផ្សោតដ៏កម្រជាដើមក្នុងន័យនេះការអភិវឌ្ឍជាសហគមន៍ទេសចរនិងអេកូទេសចរដែលមានចរិតយុទ្ធសាស្ត្រនិងនយោបាយពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យកាន់តែប្រសើរឡើងឯកឧត្តមក៏បានបញ្ជាក់ឡើងវិញនៅគោលនយោបាយនិងការបដិញ្ញាចិត្តរបស់រាជរដ្ឋាភិបាលចាប់តាំងពីអាណត្តិកន្លងទៅនិងក៏ដូចជាពេលបច្ចុប្បន្នដែលបន្តការកាត់គូជាប់ជាប្រចាំនិងផ្ដល់អាទិភាពខ្ពស់ដល់ការជំរុញការអភិវឌ្ឍនៅមូលដ្ឋានពិសេសការអភិវឌ្ឍសហគមន៍ទេសចរនិងអេកូទេសចរជាក់ស្ដែងតាមរយៈការបង្កើតគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍសហគមន៍ទេសចរនិងអេកូទេសចរកាលពីឆ្នាំ2021ព្រមទាំងការអនុវត្តគោលនយោបាយជាតិអេកូទេសចរឆ្នាំ2019-2030គឺពិតជាបានឆ្លុះបញ្ចាំងពីការគាំទ្រពេញលេញពីសំណាក់រាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍសហគមន៍ទេសចរនិងអេកូទេសចរនៅទូទាំងប្រទេសឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់អង្គវេទិកាបន្តយកចិត្តទុកដាក់ពិភាក្សាអំពីការបញ្ចូលសកម្មភាពទេសចរនិងអេកូទេសចរនៅក្នុងសហគមន៍ដែលមានសក្តានុពលទោះបីស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ក្រសួងស្ថាប័នណាក៏ដោយពិសេសរិះរកនៅគំរូជោគជ័យដែលមានលក្ខណៈសត្យានុម័ត
ក្នុងការអភិវឌ្ឍសហគមន៍ទាំងនៅថ្នាក់ក្រោមជាតិក៏ដូចជានៅថ្នាក់មូលដ្ឋានស្របពេលដែលក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ពិសេសក្រសួងជំនាញទាំង3ទេសចរបរិស្ថានកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឯកភាពជាគោលការណ៍និងគោលនយោបាយក្នុងការបញ្ចូលសកម្មភាពទេសចរនិងអេកូទេសចរទៅគ្រប់សហគមន៍ដែលមានសក្តានុពលសូមជម្រាបថាវេទិកានេះក៏មានការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាចំនួន5និងការបង្កើតបណ្ដាញអេកូទេសចរថ្មីចំនួន2គឺបណ្ដាញអេកូទេសចរតំបន់មេគង្គនិងបណ្ដាញអេកូទេសចរតំបន់ភ្នំក្រវាញរួមទាំងការរៀបចំពិព័រណ៍ខ្នាតតូចសហគមន៍ទេសចរនិងអេកូទេសចរនិងផ្ដល់រង្វាន់ដល់សហគមន៍ទេសចរគំរូនិងអេកូទេសចរចំនួន43ផងដែរ